វារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិមានអ្នកចូលរួមខ្ទង់ 5000 នាក់ពលគឺកើនឡើងទ្វេដងជាងឆ្នាំមុនទីវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិលើកទី13មានអត្តពលិកជាតិនិងអន្តរជាតិប្រមាណជាង 5000 នាក់មកពី42ប្រទេសចូលរួមពលគឺកើនឡើងជាងឆ្នាំមុនដែលមានអ្នកចូលរួមជាង 4000 នាក់ប៉ុណ្ណោះទីវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុនធ្វើឡើងដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនិងផ្សព្វផ្សាយពីរាជធានីភ្នំពេញព្រមទាំងការចូលរួមការងារសប្បុរសធម៌ដោយទទួលបានថវិកាពីការរៀបចំ NOCC តែងតែបរិច្ចាគទៅមន្ទីរពេទ្យកុមារនិងអង្គការមនុស្សធម៌នានាក្រោយបញ្ចប់កម្មវិធីជារៀងរាល់ឆ្នាំឯកឧត្តមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានមានប្រសាសន៍អំពីគោលបំណងសំខាន់ៗមួយចំនួនជុំវិញការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុនលើកទី13នេះទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនរាជធានីភ្នំពេញនៅលើកទី13ដែលជារៀងរាល់ឆ្នាំយើងតែងតែធ្វើឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មលួងម៉ែរបស់យើងនៅរៀងរាល់ឆ្នាំអញ្ចឹងឆ្នាំនេះយើងខ្ញុំទាំងអស់គ្នាមានក្តីសោមនស្សរីករាយហើយក្នុងនាមឯកឧត្តមបណ្ឌិតថោងខុនប្រធានគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាដែលបានបញ្ជាចេញដំណើរនៅពេលព្រឹកមិញនេះសូមថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញជាពិសេសគឺព្រះបរមរាជវាំងជាពិសេសមួយទៀតជាការមួយដែលយើងត្រូវតែដឹងថាជាទិវាដែលជារៀងរាល់ឆ្នាំគឺយើងអបអរសាទរនិងធ្វើការរំលឹកដឹកគុណដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែសម្ដេចយាយទួតរបស់យើងជារៀងរាល់ឆ្នាំនេះគឺបានព្រះរាជសព្វហារតីផ្ដល់រាជប្រទាននៅព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ទីគោរពសក្ការៈដល់យើងទាំងអស់គ្នាជារៀងរាល់ឆ្នាំផងដែរហើយអ្វីដែលជាការកត់សម្គាល់ជាលទ្ធផលនៃការរៀបចំរបស់យើងឆ្នាំនេះយើងរៀបចំឲ្យមានការលើកទឹកចិត្តដល់ការរត់ប្រណាំងមិនត្រឹមតែរត់ប្រណាំង2គីឡូ5គីឡូ10គីឡូ21គីឡូទេគឺយើងបានលើកទឹកចិត្តដល់អ្នកដែលមានអាយុតាមអាយុទៅទៀតមានអាយុរហូតដល់70ឆ្នាំអីហ្នឹងគឺយើងលើកទឹកចិត្តគាត់ណាអញ្ចឹងអ្វីដែលយើងលើកទឹកចិត្តគាត់គឺយើងនឹងយើងផ្ដល់ឲ្យគាត់នៅការជំរុញឲ្យគាត់ចូលរួមឲ្យគាត់ថែរក្សានៅសុខភាពបន្ថែមទៀតហើយឆ្នាំនេះដែរយើងឃើញថាការចូលរួមមាន 5000 នាក់ជាងដែលតួលេខចុងក្រោយនេះគឺយើងបានទទួលគឺថាបានបំបែកឯកតកម្មលើសឆ្នាំមុនបាទជាឆ្នាំដែលយើងបានឃើញថាការចូលរួមកាន់តែល្អប្រសើរឡើងហើយអ្នករត់21គីឡូក៏ជាង 1000 នាក់អ្នករត់10គីឡូជាង 2000 នាក់បាទអញ្ចឹងទាំងអស់មើលឃើញថាសកម្មភាពនេះវាធ្វើឲ្យយល់ឃើញថាសុខភាពរបស់ប្រជាពលរដ្ឋខាងផ្លូវកាយខាងផ្លូវចិត្តគឺកាន់តែល្អប្រសើរឡើងជាលំដាប់បាទជាការកាត់បន្ថយនៅសេវាសំណាយទៅលើភាពសាធារណៈនឹងបានច្រើនបើសិនជាយើងឃើញសន្ទុះនៃការចូលរួមនេះហើយអ្វីដែលយើងសូមថ្លែងអំណរគុណគឺប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ប្រុសស្រីទាំងអស់ដែលតែងតែគាំទ្រដល់ចលនានៃការរត់ដើម្បីសុខភាពរត់ដើម្បីទទួលបាននៅលំនឹងជីវិតល្អនៅក្នុងការរស់នៅរបស់គាត់គឺជារឿងដែលសំខាន់បាទអញ្ចឹងអ្វីដែលយើងខំខិតខំប្រឹងប្រែងធ្វើគឺយើងត្រូវតែបន្តការធ្វើឲ្យកាន់តែល្អទៀតហើយគុណភាពនៃការរៀបចំយើងកាន់តែពង្រឹងនិងធ្វើការងារនេះជាមួយនឹងសមត្ថកិច្ចរបស់យើង